បាទជំរាបសួរដល់បងប្អូនបាទក្នុងបណ្ដាញ YouTube គឺថ្ងៃនេះគឺខ្ញុំសូមបង្ហាញពីការរកវាស់ឲ្យដឹងថាបតនឹងខូចឬក៏មិនខូចណាបាទអញ្ចឹងយើងទៅធ្វើការវាស់តឥឡូវខ្ញុំបង្ហាញពីលក្ខណៈនៃការវាស់រកកំហូចអញ្ចឹងអូម៉ែតយើងវាមានពណ៌ខមួយមានពណ៌ខ្មៅមួយវាស់ទៅរកមើលកន្លែងណាដែលវាខូចជាទូទៅបើសិនជាវាមានចេញអាការៈមួយណាមួយដែលស្ទះដែលខូចវាធ្វើឲ្យក្តៅតាក់ទងទៅនឹងបតដែលមូលទៅគឺដាច់ពូស៊ីបដោតទៅលើបតណាដែលមូលទៅដាច់ពូស៊ីបហើយនឹងបតដែលបានមូលទៅវាវិលដែរយើងដូរ sensor ហើយក៏នៅតែខឺតមូលទៅវាអត់ស្ទុះវាអត់អីចឹងណាហ្នឹងហើយអញ្ចឹងតាក់ទងទៅនឹងទី1អាចឆ្លងជាមួយនឹងអាដុំស្រែនេះណាហ្នឹងហើយអាចឆ្លងជាមួយដុំស្រែអាស្នាប់ស្រែនេះអាចធ្វើឲ្យម៉ូទ័រយើងកង់យើងជូរទៅតាក់ទងទៅនឹងបតដែលមាន sensor កង់ដែលមាន sensor អាចខូចជាមួយនឹងស្រែនេះណាអញ្ចឹងយើងវាស់ទៅរបស់យើងវាមានខមួយខ្មៅមួយអូម៉ាត់យើងអញ្ចឹងយើងវាស់ចុចរមកកាច់ខ្ញុំមកកន្លែងក្លីបអូមកនេះអញ្ចឹងយើងធ្វើការវាស់យើងយកអូម៉ាត់យើងចុចចូលច្រកភ្លើងចូលខាងម៉ាស់បាទអញ្ចឹងយើងវាស់វាអញ្ចឹងវាឡើង12 14អូមហើយយើងចាក់មកខាងទៀតអញ្ចឹងវាឡើង10វាឡើងស្មើគ្នានេះចង់ប្រាប់ច្រកភ្លើងស្នាប់ទី2នេះស្នាប់ទី2នេះគឺអានេះគឺយើងវាស់អត់ឡើងទេណាអានេះភ្លើង 5V ចូលណាអាហ្នឹងណាភ្លើង 5V អញ្ចឹងបើសិនជាយើងវាស់វាឡើងវាឡើងមានន័យថាបើឡើងសងខាងណាចង់និយាយថាយើងវាស់ចាក់ខាងណាក៏ឡើងមានន័យថាវាខូចអាហ្នឹងណាអញ្ចឹងបើសិនជាយើងយកម៉ាស់មកដាក់ខាងម៉ាស់នេះហើយយកអូម៉ែត្រខាងក្រហមយើងចាក់ចូលជើងទី2ហើយបើវាឡើងអាហ្នឹងមានន័យថាវាខូចតតែយើងត្រឡប់យកខាងក្រហមយកមកចាក់វិញហើយបត់ឡើងអាហ្នឹងមានន័យថាវាអត់ខូចទេតែបើថាវាឡើងសងខាងមានន័យថាខូចអញ្ចឹងអានេះវាខូចនេះតាក់ទងទៅនឹង IC sensor ដោយសារវាផ្ទុះសេខ្សែប៉ះគ្នាវាច្រាស់ភ្លើងវាអាចខូច IC sensor នេះអញ្ចឹងបតនេះខ្ញុំដោះធ្វើមកសាយតែវាអត់មាន IC ទេណាអញ្ចឹងយើងឲ្យដឹងជើងស្នាប់រុននីមួយមុខងារវាត្រូវការអីមានភ្លើងប៉ុន្មានវ៉ុលអញ្ចឹងណាហើយអានេះជាទូទៅយើងវាស់ឃើញ6អូមអានេះប៉ុន្តែវាឡើងដល់12 13 14អូមណាគីឡូអូមធម្មតាបតដគឺវាឡើងតែ6 7អូមអីទេតែនេះវាឡើងដល់15អូមណាបាទវាឡើងរហូតយើងដាក់ត្រាំយកគឺវាឡើងរហូតហ្នឹងឃើញទេអញ្ចឹងជើងទី1នេះវាតែ6 7អូមទេជាទូទៅជាធម្មតាតែនេះវាឡើងដល់ឡើង10អូមជាងគីឡូអូមជាងហើយជើងទី2នេះបដោតសំខាន់គឺជើងទី2ណាបាទអូម៉ែត្រក្រហមយើងយកមកចាក់ជើងទីបើសិនជាវាអត់ឡើងមានន័យថាវាល្អណាអាហ្នឹងយើងចាក់ទៅបើវាអត់ឡើងអាហ្នឹងមានន័យថាវាល្អហើយតែបើថាយើងយកខាងបោកនៃអូម៉ែត្រហើយយកអូម៉ែត្រយកមកចាក់ចូលខាងរុនទី2បើវាឡើងអាហ្នឹង
vì lọ tay bọt ha chạ chương thì do ô mai khang hôm cho mà chạ láng ở nắng câu bia lọ tay bọt ha bị láng son khang chết khang na còn láng mi này tha trọ phơi pram vol đấy cứ bia này hay cứ bia khô vậy miền pan nhà hài ná bị chlo này chương pram vol này chlo này hay dương qua điện chỉ tu tới bia đầm lại bia ní thì anh ấy chương mặt ná anh ấy mà chương tì buồn mà chương tì nế anh ấy cứ mà đấy đó anh ấy mền mà thế anh ấy tầm lại ôm với thầm tại đập chiêng như thế tập bụng mũi đập mũi như thế bụng mũi cho bụng mũi như thế nè tay bị lóng cứ bị lại rồi nè anh ấy cứ phơi khang mát cho sai xong bảy vô là nè vì là khi tôi tới với bụng mũi cho bụng mũi vậy nè bụng mũi cho bụng mũi ôm ấy cái lỗ ôm ấy tay phơi sai xong bụng bảy vô trâu nó hả trường đấy nè trường thì bụng mũi ná chân ti bụng muối hay chân ti bụng pal chọp chung muối nâng xài xong bảy vô đi cái này nè chân ní xài xong bảy vô đi cái này ná chân ti bụng muối nâng chân ti bớt xài xong bảy vô đi cái này hay là chân ti bụng bấy cứ phơn châu xài xong bảy vô này hàng đấy ná hàng bông đấy châu xài xong bảy vô ná pi ní đọ khang mát cho sai mấy vó hay chương ti bầm váy cứ khang bột nè khang phơn ní khang bột ní sai 7 vó trầu chẳng dương bị chạ ở tròn nâng tới dục cho tục đã tới qua cứ dương thôi ba này ấy nấy bao sân chỉ dương miền ic cứ dương ai chu bàm rồi phía rồi bao sân này miền cặp sai việc khôi lại nam môi hay bao sân ic nâng bên nơi dương ai lơ giờ mà đã ban ở đây cái bàn ic nàyแล้วยังโจมาดอลสนับบัญชีจะต้องนักใส่เดียใส่ดักเล็กใส่ฟรังใส่ไอ้ใส่กองมอใส่ไอ้จะต้องนักสนับทมมือนี่นะบ่านี้ยมใหญ่จะต้องแต่นังบอสประเภทคอนโทรลเลอร์พวกบอสทมอ่ะสนับทมอ่ะอันนี้สนับทมผมมีประเภทสนับตุ้ยสนับตุ้ยจะไม่ยอมเหมือนี่พวกสนับตุ้ยนี่สนับตุ้ยแต่เจาะเพลิงเวียโจสีดิ่งแท้เต้เวียบอดคลาเวียยังโยตดะtới đâu tớiเวียเวลกระแทกnhẹแต่ยังตลบทรายtớiเวียตนาการทอมดาวไว้nhéอันนั้นchẳng nhưng cho mà đo ca qua dương mà đòn tiết chẳng nhưng chân ti muối cứ dương thời dạo mà khẳng không ai đấy bỏ chạm tận đáy tệ to đường chân ti muối cứ chỉ tu tới dương qua khơi pram ôm mấy thế pram son cho của mùi ôn pram ôm mấy thế này này ha bàn tay anh đi về làng đo bằng 7 ôm bàn tay Việt ấy thì cho phần nắng tầm lại nắng Việt ấy thì Việt miền Panya Hà để tầm Panya Hà dương sầm cọt lơ sầm khan một phốt cứ chương tivi cứ mùi cho pram vỏ nè dương qua bờ mùi cho pram vỏ dương qua dương máu bờ sân chia về làng anh ấy ha bờ sân chia về làng song kháng miền này tha về khôi nè khởi nhé tầm lại ôm làng song kháng vì khôi vì men tha vì mình tầm nã cái về làng phân nâng không vì tầm nã cá tại còn tha vì tầm nã cá pe khai dương mua gà tới mưa vơi trong đất đạch chẳng vì chlong á chân ní chlong đánh phơi pram vol nè anh ấy có tẹt tông tầm nâng chia sấy phơi một vol cả lá tẹt tông tầm nâng sai con mò nè chân tivi sai con mò hay chân tí bấy cứ ọt miền tế anh ấy chào đó nè chào đó Việt miền tế ta tầm lấy ôm có viên miền này ta anh ấy chào đấy
anh ấy về ai tẹt tông từ nâng một người sensor scan cái giải đại ấy chẳng nè scan tới cho tới ban dương cách sau tới view vừa ai tẹt tông là nâng á nâng ok hay run tí pram tẹt tông từ nâng trường đấy cứ trường sai franc trường sai franc đấy cứ việc chọp chung môi nâng mà nơi hàng trường tí anh ấyผมไว้ទី15ណាជាប់ជាមួយនឹងជើងទី15នេះជើងទី5ណាអានេះជាប់ជាមួយនឹងជើងទី10ទី15ណាអានេះតែខ្សែហ្វ្រាំងជីទូទៅគឺវាមានពណ៌ស្វាយភ្ជាប់ជាមួយនឹងខ្សែម៉ាស់នេះណាខ្សែម៉ាស់មកខាងហើយនឹងហ្គាមខាងអានេះណាទី15នេះអញ្ចឹងយើងបើយើងវាស់វាទៅអានេះភ្លើងវាមានភ្លើងនេះគាត់តែតម្លៃអូម៉ែត្រវាវាស់ទៅបើសិនជាវាអត់នេះទេបើវាឡើងខូចអាហ្នឹងនេះបើសិនជាយើងយកខាងម៉ាស់ដាក់ខាងម៉ាស់ចុចជាប់ជាមួយនឹងភ្លើងច្រកចូលខាងម៉ាស់នេះហើយចូលមកបោះក្រហមយើងនេះចូលមកជើងទី5បើវាឡើងណាបើតម្លៃអូមនេះវាឡើងមានន័យថាវាខូចតែបើសិនតែយើងត្រឡប់យកខាងបោកចូលមកដាក់ខាងម៉ាស់វិញបើវាឡើងមានន័យថាវាល្អណានេះអញ្ចឹងខ្សែកុងមាន់នេះអត់មានបញ្ហាទេគឺដំណើរការធម្មតាទេនេះណាជើងទី5ចូលជើងទី5ឥឡូវយើងចូលជើងទី6អូជាស្រ័យអានេះជើងទី4ណាចង់និយាយជើងទី4ជើងទី5គឺយើងចោលអានេះជើងទី6ក៏យើងចោលដែរអាចតាក់ទងទៅនឹងsensor scan អីចុចជាអីណាហ្នឹងហើយជើងទី7យើងចូលដល់ជើងទី7គឺខ្សែតាក់ទងនឹងខ្សែហ្គាណាជើងទី7ជាប់នឹងខ្សែហ្គាជើងទីជាប់ខ្សែហ្គាជើងទី15មួយនិង16មួយអញ្ចឹង3នេះណាជើង3នេះគឺខ្សែហ្គាទាំង3ណាខ្សែហ្គាទាំង3អញ្ចឹងជើង15ជើងទី7ទី15និងទី16អានេះជាខ្សែហ្គាភ្ជាប់គ្នាចូលទៅដៃហ្គាព្រោះខ្សែហ្គាមានខ្សែ3ណាអាហ្នឹងណាអូខេហើយលេខទី10អានេះជើងទីមើល15 14 13អូខេជើងអានេះលើជើងទី13នេះអានេះភ្លើង5វ៉ុលណា5វ៉ុលចូល5វ៉ុលចេញ5វ៉ុលដែរហើយជើងទី16នេះក៏5វ៉ុលដែរណាបាទជើង5វ៉ុលដែរ5វ៉ុលហើយជើងទី13ក៏5វ៉ុលដែរទី13ខ្សែទី14 5វ៉ុលទី12 5វ៉ុលហើយនឹងទី13គឺប្រភេទខ្សែលេខណាកុងម៉័រខ្សែលេខយើងដាក់លេខដាក់អីហ្នឹងណាហ្នឹងហើយខ្សែលេខអាហ្នឹងណាបាទហើយទី11ភ្លើង5វ៉ុលជាទូទៅយើងវាស់ក៏ឃើញ12អូមឯនេះណាប៉ុន្តែអានេះវាឆ្លងមកពីនេះស្នាប់ខ្សែស្រែនេះខ្សែស្រែណាហើយនឹងខ្សែនេះsensor នេះប៉ុន្តែយើងអត់ទាន់វាស់ដល់ទេអញ្ចឹងជើងទី11គឺ5វ៉ុលជាទូទៅវាឡើង 0.2 អូម 0.3.4 អញ្ចឹងទៅណាហើយជើងទី10វាអានេះម៉ាស់ទេណាម៉ាស់ទេនេះឃើញវាឆ្លងជាប់ទេជើងទី10ម៉ាស់ទេអានេះយើងចោលទេអានេះខ្សែគេអត់មានដាក់ឲ្យយើងទេណានេះខ្សែមានដាក់យើងទេឥឡូវយើងចូលដល់ខ្សែ snap sensor
sensor នេះក៏សំខាន់ដែរពេលយើងដាក់ sensor យើងដូរ sensor ឲ្យអត្តនាការអីណាអាហ្នឹងក៏សំខាន់ដែរអញ្ចឹងបងប្អូនក៏អាចវាស់ទៅអាហ្នឹងបាទគឺតម្លៃលេខវាស្មើគ្នាប៉ុន្តែភ្លើងបាទចេញ5 V អាហ្នឹងណាជើងទី1ជើងទី2ជើងទី3គឺ5 V ដូចគ្នាហើយយើងវាស់ខាងនេះជើងទី4តើតើនឹងជើងទី4បើសិនជាយើងវាស់អត់នេះជើងទី4ណាអានេះម៉ាស់ឃើញចរន្តនេះយើងលងវាស់ជាប់គ្នាម៉ាស់អាហ្នឹងអានេះម៉ាស់យកម៉ាស់ដែរនេះភ្លើង5 V អានេះបើសិនជាយើងវាស់យកក្រហមយកមកវាស់ខាងនេះអត់ឡើងណានេះជើងទី6នេះអាជើងទី6បងប្អូនមើលនេះជើងទី6នឹងភ្លើង5 V បើសិនជាយើងវាស់វាឡើងសងខាងមានន័យថាវាខូចអាហ្នឹង sensor គឺដាក់អត្តនាការទេបើសិនជាអានេះវាស់ឡើងសងខាងគឺវាអត្តនាការទេនេះគឺវាខូចហើយតម្លៃខ្សែចេញពី motor តម្លៃវាគឺស្មើគ្នាតម្លៃអូមវាគឺស្មើគ្នាតែបើថាយើងវាស់ក្នុងច្រកណាមួយបើសិនជាវាតម្លៃវាអត់ឡើងដូចគ្នាទេមានន័យថាវាខូចហើយនេះឃើញទេយើងយកម៉ាស់ហើយយើងយកមកចុចខាងម៉ាស់យើងមកហើយយើងយកអូម៉ាយើងខាងក្រហមយើងវាស់យើងមកបើសិនជាតម្លៃវាខុសគ្នាច្រកណាមួយមានន័យថាវាមានបញ្ហាឆ្លងជាមួយ transistor ខាងនេះហើយខាង motor ហ្នឹងហើយណាបាទអញ្ចឹងវីដេអូយើងនេះមានតែប៉ុណ្្នឹងទេហើយនៅមានច្រើនទៀតតាក់ទងទៅនឹងពួកស្នាប់ទូចណាស្នាប់ទូចជាមួយខ្ញុំមានពេលខ្ញុំរកឱកាសក្នុងការធ្វើវីដេអូបង្ហាញបងប្អូនទាំងអស់គ្នាវីដេអូនេះបងប្អូនជួយចុច like និង subscribe ហើយជួយ share បន្តផងតាក់ទងទៅនឹងបងប្អូនដែលចង់បាទផ្ញើជួសជុលនៅឆ្ងាយក៏ទទួលដែរបាទនៅឆ្ងាយទទួលដែរហើយខ្ញុំនឹងដាក់លេខទូរស័ព្ទនៅលើវីដេអូហ្នឹងបងប្អូនអាចតាក់ទងខលតាមលេខទូរស័ព្ទក៏បានឆាតក៏បានដែរបាទឆាតក៏បានដែរអញ្ចឹងខ្ញុំទទួលជួសជុលមិនថាកង់2កង់3ទេខ្ញុំសេរីចាស់សេរីថ្មីខ្ញុំទទួលជួសជុលទាំងអស់បាទអញ្ចឹងវីដេអូនេះគឺតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលា